ហើយស្រាប់តែយើងនៅសុខស្រាប់តែអូខេស្ត្រេងតើអស់គ្នាជួយជាមួយខ្ញុំម្ដងទៀតហើយទឹកនេះគឺយើងមានសាច់គ្រីមថ្មីហើយអ្នកនរគ្នាឥឡូវនេះយើងចិត្តដល់ញ៉ៃចូលឆ្នាំខ្មែរអញ្ចឹងអ្នកនរគ្នាមានកម្រងទៅណាដែរឆ្នាំថ្មីយើងនេះមានកម្រងទៅណាដែរសម្រាប់ខ្ញុំប្រហែលជាទៅខេត្តណាអ្នកនរគ្នាហើយសប្តាហ៍នេះគឺយើងមានជាមួយនឹងសាច់គ្រីមថ្មីគឺខ្ញុំទៅតែអូឃើញទៀតមានអារម្មណ៍ថារឿងឥឡូវវាប្លែកគឺតែងតែមានកើតជាពិសេសនៅស្រុកគេហ្នឹងអ្នកនរគឺតែងតែមានហើយអ្នកនរគ្នាសាកសម័យមើលយើងរើទៅនៅផ្ទះថ្មីបានន័យថាទិញផ្ទះថ្មីនៅឬក៏រើទៅនៅបន្ទប់ជួលឬក៏ផ្ទះល្បីដែលយើងអត់ដឹងប្រវត្តិយើងអត់ដឹងប្រវត្តិផ្ទះហ្នឹងពីមុនធ្លាប់មានអីហើយស្រាប់តែយើងនៅសុខស្រាប់តែកូនរបស់យើងណាឬក៏ឧទាហរណ៍មិត្តភ័ក្តិឬក៏អ្នកណាអីចឹងហើយគាត់នៅក្នុងបន្ទប់ហ្នឹងហើយស្រាប់តែសុខយើងឮគាត់និយាយនៅក្នុងបន្ទប់ហ្នឹងនិយាយចេញនិយាយចោលប៉ុន្តែទាំងដែលនៅក្នុងបន្ទប់ហ្នឹងគឺមានតែគាត់ទេប៉ុន្តែឮស្លេកគាត់និយាយដូចមានមនុស្សនៅក្នុងហ្នឹងនិយាយមួយគាត់ទេតែពេលចូលទៅឆែកនោះគឺអត់មានទេហើយស្រាប់តែថ្ងៃមួយហ្នឹងគឺម៉ាក់របស់គាត់ហ្នឹងគឺចង់ដឹងថាកូនរបស់គាត់ហ្នឹងនិយាយជាមួយណាគេហើយឮស្លេងថាចេះតែនិយាយនេះនិយាយនោះដូចមើលទៅដូចនិយាយមួយមិត្តភ័ក្តិអីរបស់គាត់ចឹងណាហើយគាត់ក៏បានដាក់កាមេរ៉ាក៏ជួបរឿងហេតុអ្នកទាំងអស់គ្នាចាំបានពីហ្នឹងអូខេតោះក៏បានខាត់ពេលវេលាយូរអ្នកទាំងអស់គ្នាស្រាប់តែរឿងហ្នឹងណាគឺចែបើកបានមកវីដេអូដំបូងហ្នឹងបើតាមមើលនៅក្នុងវីដេអូហ្នឹងរបៀបថាម៉ាក់របស់គាត់ហ្នឹងគឺបានថតវីដេអូហ្នឹងហើយគាត់ក៏បាននិយាយថាគាត់ហើមនៅផ្ទះហ្នឹងទៅតែថ្មីថ្មោងហ្នឹងឯងហើយគាត់អត់ដឹងថាកូនរបស់គាត់ហ្នឹងនៅក្នុងបន្ទប់ហ្នឹងចេះតែមិនគេបានន័យថានិយាយបានន័យថាចេះផ្ទះនៅផ្ទះបានន័យថាគាត់ហើយនឹងកូនរបស់គាត់ហ្នឹងគឺនៅបន្ទប់បែកគ្នាបានន័យថាពីច្រើននៅស្រុកគេចិត្តដាក់កូននៅផ្សេងម៉ែនៅផ្សេងបានន័យថាប្តីពុនគេនៅបន្ទប់មួយហើយដល់ពេលកូនគឺនៅបន្ទប់ដាច់ដោយឡែកបានន័យថាដាច់ដោយឡែកហើយដល់ពេលហើយគាត់ក៏បាននិយាយនៅក្នុងវីដេអូនេះគាត់ថាបន្ទប់របស់គាត់បន្ទប់របស់កូនគាត់ហ្នឹងគាត់នៅម្នាក់ឯងហើយចេះតែឆ្ងល់រាល់យប់ឬក៏ពេលថ្ងៃពេលអីចេះតែលឺនិយាយមួយណាគេវាថានិយាយអ្នកនរគ្នាដូចមិត្តភ័ក្តិអញ្ចឹងមានមិត្តភ័ក្តិមកយើងមិននិយាយលេងអញ្ចឹងក្មេងៗមិននិយាយលេងមួយមិត្តភ័ក្តិនិយាយចាស់និយាយចោះហើយអ្នកនរគ្នាភាគច្រើនណាក្មេងៗនិយាយកម្រអត់គឺភាគច្រើនគឺអត់កុហកឲ្យបានន័យថាប៉ិតបានន័យថាក្មេងគឺភាគច្រើនអត់ចេះកុហកទេគឺតែនិយាយគឺឃើញអីគឺនិយាយហ្នឹងហើយហើយម៉ាក់របស់គាត់នឹងតែងតែលឺសលេងកូនរបស់គាត់នឹងនិយាយរហូតដល់និយាយមួយណាគេទេហើយគាត់ចាំមកឆែកបន្ទប់កូនរបស់គាត់មើលទៅលក្ខណៈថាមានរបស់លេងមានអីរបស់ដែលម៉ាក់របស់ដែលគាត់តែញ៉ាំកូនរបស់គាត់ចឹងហើយមើលទៅមានរៀបចំអីនៅក្នុងបន្ទប់ហ្នឹងមើលទៅដូចមានរបស់ក្មេងលេងដូចមានមនុស្សមកលេងនៅក្នុងបន្ទប់ហ្នឹងច្រើនណាហើយថ្ងៃមួយគាត់ក៏បានដាក់កាមេរ៉ាហ្នឹងអ្នកដាក់មើលសកម្មភាពរបស់កូនគាត់ថាកូនគាត់និយាយមួយណាគេហើយធ្វើអីគេនៅក្នុងបន្ទប់ហ្នឹងហើយអ្នកទាំងអស់គ្នាដល់កន្លែងហ្នឹងគឺរឿងព្រឺណាគេឃើញប្អូនពេលយប់អីដឹងតែព្រឺអ្នកទាំងអស់ខ្ញុំសឹងតែមិនជឿដែរអ្នកទាំងអស់គ្នាហើយពេលហ្នឹងគាត់ក៏បានឆែកកាមេរ៉ាកូនរបស់គាត់មើលហ្នឹងអ្នកទាំងអស់គ្នានឹងជួបអីគឺគាត់កំពុងតែឃើញកូនរបស់សកម្មភាពកូនរបស់គាត់ហ្នឹងអង្គុយលេងតុក្កតាលក្ខណៈថាអង្គុយលេងតុក្កតាធម្មតាហើយដូចជាមានលឺនិយាយថាមកនេះមកលេងមួយខ្ញុំមកនេះចឹងណាតើអស់គ្នាអូយចេះទៅគឺ real ហ្មងណាអ្នកទាំងអស់គ្នាគឺនិយាយរបៀបថាអាហ្នឹងចាំមើលកន្លែងហ្នឹងខ្ញុំដាក់ស្លេងកូនរបស់គាត់ឲ្យនិយាយហើយម្នាក់ហើយសួរថា do you want to sleep តែអ្នកចង់កេងបានន័យថាគាត់ដូចជាសួរកូនហ្នឹងរបៀបថាដូចជាសួរអ្នកនេះកំពុងតុមានអារម្មណ៍ថាដូចអង្គុយតោមុខហ្នឹងនិយាយគ្នាហ្មងប៉ុន្តែយើងមើលនៅក្នុងវីដេអូហ្នឹងគឺអត់មានឃើញទេគឺថាសួរដេកនៅអីនៅហើយសួរថាឥឡូវចូលមករបៀបថាបានមកទទួលអាទ្វារនៅក្រោយគាត់គឺបើកមកហ្មងដល់សាច់កូននេះគាត់ហៅចូលទៅពេលហៅចូលអាទ្វារហ្នឹងបើកដូចមានមនុស្សដើរចូលមកក្នុងកន្លែងកូននឹងលេងហ្មងអ្នកទាំងគ្នាដូចគេហៅបាត់ភ័ក្រគេមកលេងណាហើយទាំងតែក្នុងហ្នឹងគឺអត់មានមនុស្សទេហើយមានតែកូនហ្នឹងហើយស្រាប់តែសុកតែទ្វារវាបើកអ្នកទាំងគ្នាដល់ពេលអញ្ចឹងហើយ
អានេះថតបាននៅក្នុងកាមេរ៉ាអត់មានកាត់តអីហ្មងហើយកូនហ្នឹងគាត់និយាយថាពេលអាទ្វារនឹងបើកចូលមកហើយលក្ខណៈគាត់ដូចជាភ័យដែរនិយាយឃើញគាត់ថាdoctor need slowly to door keep head the close អញ្ចឹងឲ្យចូលមកហើយបិទទ្វារផងវាអញ្ចឹងហើយអ្នកទាំងអស់គ្នាអូយរបៀបថាស្ដែងហ្មងអានេះគេថតបាននៅក្នុងកាមេរ៉ាអញ្ចឹងដូចប្រាប់ចឹងអ្នកទាំងអស់គ្នាពេលយើងទៅយកទៅថាតែថ្មីដែលយើងទៅហ្នឹងវាធ្លាប់មានរឿងអីការពីមុនឬក៏យើងច្រឡំបន្លំអីមកតាមខ្លួនជាប់ពាក់ព័ន្ធអីវាមកមួយក៏យើងមិនដឹងដែរតែទឹកមកតែនឹងអាចនឹងមានរឿងអីធ្លាប់កើតឡើងណាហើយអ្នកទាំងអស់គ្នាពីច្រើនក្មេងគឺវាមិនសូវចេះកុហកទៅនិយាយគឺនិយាយទៅឃើញអីក៏វាថាឃើញមកហើយតែដូចនៅក្នុងវីដេអូនេះគឺកូនហ្នឹងរបៀបថាទៅតែនៅផ្ទះថ្មីហ្នឹងទេស្រាប់តែដូចម៉ាក់របស់គាត់និយាយចឹងកូនគាត់ទៅនិយាយទៅគាត់ហើយនឹងកូនរបស់គាត់ទៅតែមកនៅផ្ទះហ្នឹងឯងហើយគាត់មានអារម្មណ៍ថារៀងរាល់យប់គាត់តែងតែឃើញកូនរបស់គាត់វាថាម៉ែវាថាគាត់នៅខាងក្រៅគាត់នៅខាងក្រៅក៏តែទ្វារកូនរបស់គាត់បាត់ហើយគាត់នៅខាងក្រៅបន្ទប់កូនគាត់តែគាត់លឺសំឡេងកូនគាត់និយាយគ្នានៅក្នុងអាបន្ទប់មិនយល់ណាអត់យល់ដល់និយាយស្អីគេខ្លះទេនិយាយនេះនិយាយនោះនិយាយនេះនិយាយតើទៅពេលគាត់ចូលទៅដល់អត់មានឃើញអីឃើញតែកូនរបស់គាត់ម្នាក់ឯងអត់មានឃើញណាគេអីនៅក្នុងនោះផងហើយអញ្ចឹងអ្នកទាំងអស់នេះគិតមិនហើយគាត់ក៏បានដាក់កាមេរ៉ាដើម្បីមើលថាតើមានរឿងអីកើតឡើងពេលដាក់កាមេរ៉ាទៅក៏ឃើញដូចនៅក្នុងវីដេអូនោះគឺមានទ្វារវាថាដូចកូនហ្នឹងហៅចូលមកទ្វារហ្នឹងគឺវាក៏បានបើកចំហតែអត់បិទវិញទេហើយកូនគាត់ក៏មានអារម្មណ៍ថាដូចតាក់ស្លាប់វាភ័យគាត់ក៏ដើរចេញទៅអូខ្ញុំគិតថាវីដេអូនេះអត់លេងខ្លាំងទេវីដេអូនេះគេថតបាននៅក្នុងកាមេរ៉ាស៊ីនអញ្ចឹងខ្ញុំក៏អត់ដឹងថាផ្ទះនឹងមានរឿងអីដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូសប្តាហ៍នេះគឺយើងបានមកដល់ទីបញ្ចប់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តជាមួយនឹងសាច់រឿងដែលខ្ញុំបាននិយាយហើយអ្នកទាំងអស់គ្នាកុំភ្លេចចុច like ហើយ subscribe channel ខ្ញុំម្នាក់មួយផងអ្នកទាំងអស់គ្នាចូលឆ្នាំហ្នឹងតាណាដែរអូយចេះតែយើងដើរញ៉ាំចូលឆ្នាំខ្មែរទេហើយអញ្ចឹងខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាចូលនៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះសូមជូនពរឲ្យអ្នកមើលមានសុខភាពល្អរស់ស៊ីទទួលទានមានបានហើយការលេងសុខភាពទាំងអស់គ្នាអរគុណជួបគ្នានៅសប្តាហ៍ក្រោយឬក៏ពេលចូលឆ្នាំហើយខ្ញុំត្រឡប់មកវិញគឺខ្ញុំនឹងចាប់ដើមធ្វើវីដេអូបន្តទៀតបាយបាយ